ឥឡូវនេះខ្ញុំក៏បានមកដល់ទីតាំងហើយគឺទឹកឈូ Homestay ហើយកន្លែងដែលខ្ញុំជួលហ្នឹងគឺជាប្រភេទ Villa ហើយគេមានកន្លែងឲ្យចតឡាននៅខាងក្នុងយើងអាចចតបាន2ទៅ3ឡានហើយកន្ទប់វិញគេមាន4កន្ទប់ឲ្យនៅខាងលើនឹង2នៅខាងក្រោម2ទៀតអានេះខ្ញុំកំពុងតែដើរចុះទៅក្រោមកន្ទប់ខាងក្រោមមាន2ទៀតហើយវីដេអូហ្នឹងខ្ញុំរៀងថតរៀងលឿនបន្តិចចុយដោយសារតាខ្ញុំអត់ចង់ឲ្យវីដេអូហ្នឹងវាវែងពេកអញ្ចឹងណាអញ្ចឹងពេលមើលទៅវានឹងឈឺក្បាលបន្តិចអញ្ចឹងយើងចុះមកក្រោមមកគឺគេមានផ្ទះបាយឲ្យមួយហើយផ្ទះបាយក៏អត់មានសម្ភារៈអីច្រើនដែរមានតែតុបាយហើយនឹងអីគេទូទឹកកកហើយនឹងចក្រានគេហាទួយហើយចានឆ្នាំងអីតិចតួចទេហើយអានេះកន្ទប់គេងហើយសម្រាប់កន្ទប់គេងគេគឺធំយើងអាចគេងបានច្រើនអ្នកតែពូកគេដាក់ក្រេគេដាក់ឲ្យតែ2ទេតែក្រេ2ហ្នឹងគឺក្រេធំអញ្ចឹងណាយើងអាចគេងបានក្រេ1 2នាក់ហើយបើយើងមកគ្នាច្រើនអីយើងអាច request ពូគេបានហើយកន្ទប់ទឹកគេក៏ស្អាតសមរម្យដែរនិយាយទៅស្អាតហើយធំទូលាយហើយនិយាយទៅផ្ទះហ្នឹងយើងអាចគេងបានច្រើនអ្នកឲ្យតែយើងគេងបានប៉ុន្មានអ្នកយើងនៅបានប៉ុន្មានអ្នកគេអត់ថាអីទេហើយយើង request ពូគេទៅគេឆាស់លុយទៀតអញ្ចឹងណាហើយអានេះទៅខាងក្រៅហ្នឹងគេមានអាងទឹកនៅខាងមុខកន្ទប់ហ្នឹងហើយចំហៀងហ្នឹងគេមានកន្ទប់មួយទៀតនិយាយទៅកន្ទប់ធំឲ្យតែយើងអាចគេងបានប៉ុន្មានអ្នកលក្ខណៈមកជួបជុំគ្រួសារឬក៏មិត្តភ័ក្តិអីចឹងណាហើយគេមានតុបាយឲ្យយើងស្រាប់មានកម្មវិធីអីអាំងសាច់អាំងអីចឹងណាចាំតិចខ្ញុំចុះទៅក្រោមឲ្យមើលកន្លែងអង្គុយស្រាប់ជប់លៀងនឹងគេមានចក្រានអាំងសាច់មានអីឲ្យមួយចឹងទៅនិយាយទៅបរិយាកាសគឺអេមបើថាយើងមកលក្ខណៈ relax ឬក៏ជួបជុំគ្រួសារឬក៏ជប់លៀងកម្មវិធីអីសុបាយព្រោះកន្លែងវាធំទូលាយអញ្ចឹងណានេះមានចំហៀងហ្នឹងក៏មានកន្លែងអង្គុយលេងអីដែរហើយគេមានកន្ទប់ទឹកខាងក្រៅឲ្យទៀតនៅខាងក្រៅហ្នឹងជាហៀងផ្ទះបាយគេមានកន្ទប់ទឹកឲ្យមួយទៀតហើយគេមានអាផ្នែកខាងក្រោមទៀតនៅមាត់ទឹកអញ្ចឹងចាំតិចខ្ញុំចុះឲ្យមើលហើយសម្រាប់ពេលថ្ងៃគឺគេបិទទឹកអញ្ចឹងវាអត់មានទឹកហូរមកទេតែពេលល្ងាចគេនឹងបើកទឹកអញ្ចឹងចាំពេលគេបើកទឹកពេលល្ងាចហ្នឹងខ្ញុំថតវីដេអូធ្វើវីដេអូឲ្យមើលម្ដងទៀតនិយាយទៅពេលដែលវាអត់មានទឹកវាអត់សូវជាស្អាតបានទេតែពេលដែលគេបើកទឹកពេលល្ងាចហ្នឹងមកបរិយាកាសគឺអេមហ្មងចាំតិចខ្ញុំធ្វើវីដេអូក្រោយពេលដែលគេបើកទឹកហ្នឹងសម្រាប់តម្លៃវិញរៀងសមរម្យដែរប៉ុន្តែមកក៏យើងអត់ស្ដាយដែលមកជាលក្ខណៈគ្នាច្រើន